នេះបងប្អូនមើលទស្សនភាពហ្នឹងទៅបងប្អូននេះក្មេងៗចេញពីរៀននេះទស្សនភាពនៅវត្តឆក់ឈើនាងអត់ដែលឡើងមកដល់លើហ្នឹងបងប្អូនខ្ញុំចត់ផ្លឹបថតដែរបាទបងប្អូនឥឡូវនេះមកដល់ខ្លោងទ្វារវត្តឆក់ឈើនាងហើយអូមានលឺសំឡេងមានរៀបចំអីបងប្អូនមានលឺសំឡេងចាក់ហើយមានអារម្មណ៍ថានេះដែរបងប្អូនបាទមានអារម្មណ៍ថានឹកឃើញអ្វីមួយដែរអត់បងប្អូនលឺភ្លេងហ្នឹងឥឡូវយើងចូលមកនេះនៅបឋមអនុវិទ្យាល័យនិងបឋមសិក្សានៅក្នុងវត្តតែម្ដងជាប់ក្នុងបរិវេណវត្តតែម្ដងបងប្អូនហើយចូលមកក្នុងវត្តចូលមើលក្នុងវត្តមានរៀបចំកម្មវិធីអីអត់បងប្អូនបាទដល់ហើយសក់បាទជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាជំរាបសួរបាទពុកម៉ែបងប្អូនអ៊ំពូមីយាយតានេះវីដេអូថ្មីមួយទៀតហើយខ្ញុំដាក់ខុសគ្នាទេបងប្អូនបាទបងប្អូននៅតាមដានវីដេអូមុនឥឡូវនេះមកដល់វត្តឆក់ឈើនាងហើយបាទនេះបងប្អូនមើលទស្សនភាពហ្នឹងទៅបងប្អូននេះក្មេងៗចេញពីរៀនអូយអត់បានឲ្យឈុតថតក្មេងៗចេញពីរៀនសង្ឃាណាបងប្អូនអត់ស្គាល់សង្ឃាហ្នឹងក្មេងៗចេញពីរៀនបាទមើលសកម្មភាពហ្នឹងទៅនេះវត្តឆក់ឈើនាងស្គួរសំភៅអីមែនទេមានស្គួរនេះស្គួរដៃអីមែនទេស្គួរគេបងប្អូនខ្ញុំមើលដែរតែភ្លេចអូស្គួរធំបងប្អូនស្គួរធំឯងបងប្អូនលោកតាអាចារ្យនេះទស្សនភាពនៅក្នុងវត្តឆក់ឈើនាងចូលដល់បរិវេណវត្តឆក់ឈើនាងហើយបាទបងប្អូនឥឡូវនេះចូលមកមើលក្នុងវិហារមកឥឡូវឡើងមកក្នុងវិហារសិនបងប្អូនផ្សព្វផ្សាយក្នុងវីដេអូថ្មីបងប្អូននេះ channel នេះខ្ញុំដាក់វីដេអូទាក់ទងនឹងប្រាសាទឬក៏ដូចមានជាចំណេះដឹងប្រាសាទបុរាណខ្មែរយើងចឹងបងប្អូនណាដែលស្គាល់ទីតាំងប្រាសាទច្រើនជួយខមមិនប្រាប់ទីតាំងដើម្បីឲ្យពុកម៉ែបងប្អូនយើងបានឃើញបានស្គាល់ក៏ដូចជាខ្ញុំនឹងទៅផ្ដិតយករូបភាពព្រោះឃើញថាមានប្រាសាទច្រើនទុកចោលបងប្អូនអ្នកស្រាវជ្រាវអ្នកគ្រូអីអ្នកស្រាវជ្រាវគាត់អ្នកស្រាវជ្រាវធ្លាប់ឃើញវីដេអូខ្លះណាកប់ចោលក្នុងព្រៃហ្មងប្រាសាទបងប្អូនប្រតិគូសោកស្ដាយមែនទែនបងប្រៀបនេះបងប្អូននេះមកថតពីលើឃើញទស្សនភាពច្បាស់ឈឺឯងបងប្អូនឈឺឯងចេះឆ្លងខ្យល់ខ្លាំងណាស់បងប្អូនខ្យល់ហើយស្រួលដែរនេះវត្តឆក់ឈើនាងអត់មានរៀបចំកម្មវិធីអីដែរបងប្អូនតែមិញដូចជាចាក់មីក្រូអូស្ដៅលោះល្អនេះបងប្អូនបាទស្ដៅលោះអត់មានមកនៅស្រុកខ្ញុំវិញនៅខេត្តតាកែវអស់ហ្មងនឹងអស់បងប្អូននេះអត់មានអង្កេតឡើងបេះឬក៏ខ្វាបងប្អូនប្រហែលច្រើនទេបងប្អូនច្រើនពេកហ្នឹងទៅនោះបេះលក់បេះអីចឹងណាបងប្អូនដែលចង់ទទួលបានវីដេអូថ្មីចុចពាក្យជាវឬក៏ចុច Subscribe ចឹងណាបងប្អូនបាទដាក់រូបកណ្ដឹងទៅសម្រាប់បងប្អូនដែលចង់តាមដានវីដេអូបន្តទៀតនេះទស្សនភាពនៅវត្តឆក់ឈើនាងអត់ដែលឡើងមកដល់លើហ្នឹងបងប្អូនខ្ញុំចត់ផ្លឹបថតដែរអូឥឡូវយើងចុះទៅក្រោមវិញក្មេងៗបងប្អូនចេញពីរៀនចេញពីសិក្សាអូដើរចំតោឆ្ងាយដែរអូភ្លេចបងប្អូនអរគ្នាវីដេអូថ្មីថ្ងៃនេះទី20ទី2ខែកុម្ភៈឆ្នាំ2026បងប្អូនបុណ្យមគ្គបូជាខ្ញុំមើលនៅក្នុងប្រទេសតិនបុណ្យមគ្គបូជាហើយចុះទៅវិញបងប្អូនជំរាបលាបងប្អូនទាំងអស់គ្នាផងដែរបាទវីដេអូថ្ងៃនេះវីដេអូនៅវត្តឆក់ឈើនាងក៏មានតែប៉ុណ្្នឹងឯងដែរបងប្អូននេះទស្សនភាពក្មេងៗចេញមកពីនេះណាជីតោជីកង់បងប្អូនឥឡូវខ្ញុំដល់ម៉ោងទៅផ្ទះវិញបងប្អូន